គ្រាន់តែដល់ថ្ងៃទី14នៃថ្ងៃចូលឆ្នាំទី1ភ្លាមពុកម៉ែបងប្អូនហើយវត្តកោះអណ្ដែតយើងគឺមានការសប្បាយរីករាយជាខ្លាំងមើលនៅក្នុងវីដេអូនេះគឺដឹងហើយសម្រាប់ផ្លូវលេខ4នេះកម្រណាអ្នកដែលជិះកាត់នៅក្នុងថ្ងៃនេះគឺបើមិនសើមគឺក៏ត្រូវម្សៅពេញមុខដែរគ្រាន់តែខ្ញុំកាន់កាមេរ៉ានៅទាំងដៃនឹងហើយក៏នៅតែគេចមិនរួចទេគ្រាន់តែទីតាំងនៃកន្លែងជះទឹកបាតម្សៅនឹងបើយើងរាប់ដូចចូល5កន្លែងនោះពុកម៉ែបងប្អូនអញ្ចឹងអ្នកដែលជិះកាត់នេះគឺគេចមិនរួចដាច់ខាតលុះត្រាតែចាស់ចាស់ហើយនឹងចាស់ចាស់ទេដែលគាត់មិនប៉ាតនិងមិនជះទឹកដាក់បើមិនអញ្ចឹងទេគឺត្រូវតែទឹកទាំងអស់ហើយយើងមកចូលដល់ក្នុងវត្តក៏មានការលេងទឹកប៉ាតម្សៅមនុស្សច្រើនអ៊ូអរខ្លាំងមែនទែនពុកម៉ែបងប្អូនមើលតែក្នុងវីដេអូខ្ញុំដឹងហើយនេះគឺជាការវាយក្អមជាល្បែងប្រពៃណីខ្មែរយើងដែលរៀបចំឡើងដោយព្រះអង្គចាស់អធិការនៃវត្តកោះអណ្ដែតយើងផ្ទាល់តែម្ដងដោយការវាយក្អមនេះអ្នកដែលវាយត្រូវក្អមមួយគឺទទួលបាននៅថវិកាដែលនៅក្នុងក្អមហ្នឹងហើយនឹងទទួលបានរង្វាន់ដូចជាកន្សែងមួយទឹកសុទ្ធមួយដបនិងកូកាកូឡាហ្នឹងមួយកំប៉ុងអញ្ចឹងសូមគោរពអញ្ជើញពុកម៉ែបងប្អូនលោកយាយលោកតាចូលរួមមកលេងល្បែងវាយក្អមនៅក្នុងវត្តកោះអណ្ដែតយើងឲ្យបានច្រើនកុះករហើយយើងក៏លេចមកមើលអ្នកដែលលេងទឹកប៉ាតម្សៅគឺច្រើនអ៊ូអរមែនទែនពេលដែលខ្ញុំថតនេះគឺគាត់ទៅវិញខ្លះហើយនេះនៅតែក្មេងៗលេងខ្លះទេកាលដែលខ្ញុំមុនខ្ញុំមកហ្នឹងខ្ញុំមកដល់ភ្លាមហ្នឹងគឺអ្នកលេងទឹកប៉ាតម្សៅគឺច្រើនមែនទែនសម្រាប់ថ្ងៃទី1នេះបើគិតទៅដល់ថ្ងៃទី2ហើយថ្ងៃទី3ដល់ថ្ងៃទី4ថ្ងៃ17ទៀតមិនដឹងថាអ្នកមកចូលរួមនឹងលេងនៅវត្តយើងគឺច្រើនបែបណាទេសប្បាយអ៊ូអរបែបណាទេហើយខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំនេះអ្នកដែលមកលេងនៅវត្តរបស់យើងហ្នឹងគឺច្រើនជាងឆ្នាំទៅដោយសារតែឆ្នាំនេះមើលទៅសន្ទុះនៃយុវវ័យរបស់យើងហ្នឹងគឺសប្បាយខ្លាំងមែនទែនបងប្អូនមើលតាប្រូខាងនេះដឹងហើយឯក៏ប្លង់នឹងយើងលេងប៉ាតម្សៅក៏ប៉ាតចុះជះទឹកក៏ជះចុះប៉ុន្តែមុននឹងប៉ាតមុននឹងជះយើងត្រូវសុំសម័យខ្លួនគេផងកុំឲ្យដល់ពេលដែលយើងជះឬមួយប៉ាតម្សៅទៅចំអ្នកដែលគាត់មិនចង់លេងជាមួយយើងអញ្ចឹងណានាំបកជាចំនួនអញ្ចឹងយើងសុំគេផងហើយនេះដល់កន្លែងដែលពួកខ្ញុំត្រូវមកគប់ប៉ោងហើយសម្រាប់វត្តយើងពេលល្ងាចឡើងក៏មានការប្រគំនៅភ្លេងបុរាណខ្មែរយើងផងដែរ